Hello សួស្តីអ្នកគ្នាដែលគឺខ្ញុំនឹងនាំមកតគ្នាទៅដើរលេងនៅ Walk Street ជាមួយខ្ញុំតោះទៅដល់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែនៅលើ Pass App នៅតគ្នាហើយយើងធ្វើការជិះជាដំណើរទៅអញ្ចឹងណាទៅជិះ Pass App ពីនឹងទៅដល់នោះគឺត្រូវចុះដើរទៅដែរអ្នកគ្នាឥឡូវនេះគឺយើងបានដើរមកកន្លែង Street មុខវាំងហើយអ្នកគ្នាពេលខ្ញុំទៅនោះគឺថាម៉ោង5ហើយមនុស្សក៏មកច្រើនដែរអ្នកគ្នាគឺជាកន្លែងដែលផ្លូវគេដើរអញ្ចឹងណាអ្នកគ្នាមើលហើយស្តង់វាគឺថាមានលក់ច្រើនមែនតើហ្មងអានេះខ្ញុំទៅអត់ទាន់រៀងនេះទេអ្នកគ្នាចានេះគឺខ្ញុំដើរខ្ញុំមកមួយម៉ាក់ខ្ញុំមែនបងខ្ញុំនៅតែគ្នាហើយនឹងគឺជា outfit ដែលខ្ញុំពាក់នៅថ្ងៃហ្នឹងអ្នកគ្នាសំខាន់ណាគឺថាតិចទៀតខ្ញុំប្រាប់អ្នកគ្នាចាតើណាទៅនៅថាមានជាមួយពីអ្នកម៉ាក់ខ្ញុំទៅក៏បានហើយអ្នកគ្នាចាពេលទៅដល់ហ្នឹងដំបងអត់អីទេអ្នកគ្នាប៉ុន្តែមេហេលងត់តចាដើរបានមិនតិចគឺមានចកាភ្លៀងមកសំណាងអ្នកគ្នាខ្ញុំពាក់មួយជើងក្រោះមកអ្នកគ្នាពួកអីដោយសារអីចាដោយសារតែវាមានចកាភ្លៀងនៅទាំងអស់គ្នាតែដំបូងហ្នឹងគឺពួកខ្ញុំនៅដើរមើលគេសិនចឹងណាអ្នកគ្នាអាចមើលបានគឺមនុស្សច្រើនមែនតែនហ្មងអាហ្នឹងគឺខ្ញុំទៅចំញ៉ាទឹកផងអ្នកគ្នាហើយមនុស្សច្រើនឡើងប៉ុណ្ណឹងហ្មងហើយស្តង់គេក៏បើកលក់បដាដែរអ្នកគ្នាចាអ្នកគ្នាមើលតែមេឃទៅគឺថាល្ងឹតតិចទៀតអងមកភ្លៀងហ្មងដៃពី1ចឹងណាខ្ញុំបានចូលទិញនំឈើរស់ញ៉ាំដែរតាគ្នានំឈើរស់ហ្នឹងគឺទិញ2អ្នកគ្នាហើយយក Richard Strawberry មួយជាមួយនឹង chocolate មួយគេលោក2ចាត់2ការ៉េមកកញ្ចប់2000តាម21នេះគឺថាយើងធ្វើការដើរបន្តទៀតនៅដល់គ្នានេះគឺអត់ទាន់មានហេតុការភ្លៀងមកហើយណាចាតិចទៀតហ្នឹងគឺថាភ្លៀងមកលើហើយអានេះគឺថានៅដើរបានធម្មតាអីអញ្ចឹងណាអ្នកគ្នាដល់ពេលហើយមានជាការជ្រកភ្លៀងអ្នកគ្នានិយាយទៅគឺភ្លៀងខ្លាំងណាស់ដល់គ្នាខ្លាំងដែរហ្នឹងអាចារ្យនៅគ្នាជ្រកភ្លៀងហើយសំនឹងខ្ញុំនេះពាក់ខោអុសដីហើយជាមួយជើងក្រកនេះតបមកភ្លេងហ្នឹងក៏អត់តរាំងដល់គ្នាប៉ុន្តែពួកខ្ញុំបានចូលញ៉ាំនំបញ្ចុកនៅចិត្តនឹងអញ្ចឹងណានេះនំបញ្ចុកគេខ្ញុំយក slow ណាំចាជាការញ៉ាំនំបញ្ចុកក្រោមដំណក់ទឹកភ្លៀងមិនដំណក់ទឹកភ្លៀងទេគឺថាភ្លៀងមកវូតែម្ដងដល់គ្នាចាំខ្ញុំបញ្ចុកហាមត់ណាឥឡូវអត់មានទេដល់ខ្ញុំខ្ជិលដល់សម្លេងភ្លៀងដល់ខ្ញុំមើលសារវាភ្លៀងខ្លាំងមែនតើមកឥឡូវយើងមកធ្វើការញ៉ាំនំបញ្ចុកដើម្បីយកកម្លាំងសិនដល់គ្នាដើម្បីដើរតទៀតចឹងណាដល់គ្នានំបញ្ចុកនេះគឺខ្ញុំសុំមិននិយាយប៉ុន្តែតម្លៃវាគឺមិនសូវសមរម្យប៉ុន្មានទេ This is my honest review ដល់គ្នាមកថាគ្រឿងវានៅស្ទើរខ្ញុំអត់បញ្ចេញហាងអត់បញ្ចេញឈ្មោះហាងទេ For នំបញ្ចុកនេះគឺខ្ញុំ rate ឲ្យតាប៉លលេនៅគ្នាចាមានអីទេដល់គ្នាមើលខ្ញុំញ៉ាំទៅចាភ្លៀងបដាញ៉ាំបដានឹងទៅចាជាតិរត់មើលទៅរសជាតិមិនសូវជាតិម៉ានេះចាកុំខ្វល់ដល់គ្នាភ្លៀងតែវាទៅយើងអង្គុយញ៉ាំធម្មតាចានៅខ្ញុំញ៉ាំហ្នឹងគឺថាមើលតែលើដបូលលេដល់គ្នាដោយសារតែលើដបូលហ្នឹងទឹកវាភ្លៀងមកដល់ពេលហើយបងបុគ្គលិកហ្នឹងគាត់ត្រូវចាក់ទឹកហ្នឹងចេញអញ្ចឹងដល់គ្នាចាឃ្លានដែរនោះអ្នកគ្នាគាត់ថារសជាតិវារៀងអត់សូវទទួលយកបានសម្រាប់ខ្ញុំអ្នកគ្នាខ្ញុំបញ្ចុកហើយថាត្រូវមានមួយកូកានៅអ្នកគ្នាអញ្ចឹងខ្ញុំធ្វើការចាក់កូកាចូលមកដល់គ្នាហើយខ្ញុំក៏ធ្វើការដាក់កូកាមកក្អឹបទៅអ្នកគ្នាឃើញអាខាងក្រោយនឹងអត់គឺទឹកគេត្រូវចាក់វាមកខាងក្រោមអញ្ចឹងណាពេលយើងញ៉ាំហើយគឺយើងធ្វើការទិញអាវភ្លៀងម្នាក់មួយអ្នកគ្នាដើម្បីបន្តដំណើរទៅមុខទៀតយើងមិនមែនជាឧបសគ្គឡើយនៅបញ្ចុះគឺថាយើងញ៉ាំអស់ហើយតចាហើយបន្តមកក៏បានដើរមកទិញ milk tea នេះអ្នកគ្នាគេលក់ស្រាប់អញ្ចឹងចាចេញដើរមកស៊ីលើទី1មានចការរោគរាំមកទៅហឹងក្មេងខ្ជូតបដ ாய் អ្នកគ្នាចាមែនហ្មងមួកខ្ញុំនឹងមានចការសទឹកហើយសក់ហ្នឹងគឺម៉ាច់ទេខំមកពីផ្ទះមកឡើងរៀបរយទៅពេលម្ដងនេះគឺមានចការមើលតាមចិត្តស្ដែងអ្នកគ្នាអត់និយាយច្រើនបន្តមកទៀតហ្នឹងក៏បានចូលមកទិញជាមួយនឹងទុបពូគីហើយនឹងប្រហិតនេះទៅចំពោះទុបពូគីនេះគឺខ្ញុំ rate ឲ្យតាម7កន្លះលើ10ពីអ្នកគ្នាអត់សូវធំបន្តមកទៀតហ្នឹងក៏បានដើរមកទិញអានេះដូចជា tiramisu cake អ្នកគ្នាយើងទិញជាមួយនឹងអាប់មានផ្លែឈើ strawberry នោះហៀបឲ្យហើយទៅអ្នកគ្នាពេលមកពីផ្ទះឡើងរៀបរយមកដល់នេះលេងរៀបរយកើតទេអ្នកគ្នាអើយបើភ្លៀងមកម្លឹងបាក់មេឃហ្មងណាហើយយើងបានមួយ cake យើងឯអ្នកគ្នាបន្ទាប់មកក៏យើងបានទៅរកកន្លែងមួយទៀតគឺកន្លែង mochi ហើយមកឆ្លៀតលាបក្រែមលាបអីណាទេអើយអាស្រីនេះចាកូននោះធំប៉ិនឆ្លៀតបដ ாய் ណាគាត់លាបក្រែមលាបអីនេះមិនភ្លៀងមែនទេចាមិនមែនជាឧបសគ្គទេគឺយើងនៅដើរពាក់អាវភ្លៀងហើយដើរតង់មួយភ្លៀងនោះទៀតហ្មងចាខ្ញុំជឿគ្នាបើមកអីត្រៀមឆាត់ឬក៏ត្រៀមអាវភ្លៀងអីមក
ចាដល់រកខ្លាំងហើយបន្តមកទៀតនឹងក៏បានមកឃើញជាមួយនឹងអានេះគេហៅនំគេនំផ្លែអាយអ្នកគ្នាចាក៏បានទិញមួយទៀតទៅអ្នកគ្នាម៉ាក់ខ្ញុំដាក់មួយម៉ាត់ទៅចាជាតិដល់ជាតិហ្មងចាបន្តមកគឺថាយើងបានចូលមកដូចមនុស្សពិសានៅចិត្តនឹងដែរចាដើម្បីច្រកភ្លៀងឲ្យ order French fry គេយកមកថាមនុស្សកាន់តែច្រើនមកអ្នកគ្នាសាប់ពីនឹងវារៀងរាំងភ្លៀងដែរទូរស័ព្ទខ្ញុំមានការចូលទឹកអីមកឡើងព្រាលប្រោយក៏យើងបានមកកន្លែងនេះគឺមុតឈីអ្នកគ្នាប៉ុន្តែមិនកន្លែងដែលខ្ញុំពងមកចង់ទិញនេះគឺខ្ញុំអ្នកគ្នាអត់ផ្លេចថតហ្មងខ្លួនឯងហ្នឹងចាលោកប្រៅប៉ុណ្ណឹងឲ្យនៅថតកៅទៀតចាគឺបានគ្រប់ពេលវេលាសុកខ្ញុំធ្វើការលើកថត 0.5 អញ្ចឹងណាចាមិនមើលជើងខោទេសាមអស់ហើយគឺគាត់កំពុងតែរៀបខ្ចប់ជាមួយនឹងមុតឈីអ្នកគ្នាមុតឈីគឺមានច្រើនរសជាតិមែនតើនំទូប្រភេទគេមានផ្លែឈើយកដាក់ដូច strawberry មួយក៏ស្វាយមួយក៏អ្នកគ្នានេះគេមានលក់ក្រែមយទៅហើយនេះវិញគឺគេរបៀបថាគេរួមអីចឹងចាឥឡូវទៅចេះថតទៅខ្ញុំរកឃើញហើយទីបំផុតខ្ញុំតាមរកមុតឈីគាត់កន្លែងគាត់នេះអ្នកគាត់រៀងដាក់ខ្លួនអ្នកគ្នារកតម្រមកឃើញហ្នឹងនិយាយមិនដល់ឡើងច្រើនត្រឡប់ពេលហ្នឹងគឺថាដើរកាត់កន្លែងគាត់ឡើងច្រើនត្រឡប់មកតែអត់ឃើញបណ្ដោយតាម map តាមអីផងអ៊ុយអ្នកគ្នារករ៉ាក់មកទៅហឹងពេលហ្នឹងគឺថាមេឃវាកាន់តែរៀងរាំងភ្លៀងចឹងណាហើយមនុស្សក៏មកកាន់តែច្រើនទៀតគ្នាឃើញគេហែឈរឈូឈរចឹងមិនមែនគេអីណាចាគេមិនហែកឋិនគេនាំគ្នាចាំមុតឈីអ្នកគ្នាសាតែកន្លែងគាត់គឺត្រូវត្រង់ជួយកន្លែងតុមុតឈីគាត់នឹងដែរគឺខ្ញុំបានមកទិញជាមួយនឹងបកាអ្នកគ្នាបកាស្រស់អ្នកគ្នាគឺនៅចិត្តមុតឈីនឹងដែរទេអ្នកគ្នាឲ្យ100ញ៉ាំហើយនឹងបានសម្ពួរនេះគឺខ្ញុំ rate ឲ្យ9លើក10អ្នកគ្នាឆ្ងាញ់តែបើអ្នកគ្នាអត់ទៅចេះហៅលេងខ្ញុំអីអញ្ចឹងឲ្យគាត់បន្ថែមផ្ទឹមបំពងនឹងឲ្យច្រើនអញ្ចឹងគឺថាខ្ញុំអត់មានកន្លែងអង្គុយទេខ្ញុំធ្វើការឈរមើលតែមួយខ្ញុំទៅដឹងគឺដឹងឯថាឆ្ងាញ់ឬក៏មិនឆ្ងាញ់វាឆ្ងាញ់អ្នកគ្នាគ្រាន់តែវាហឹលសម្រាប់ខ្ញុំបំផុតការត្រង់ច្បោះខ្ញុំគឺបានមកដល់ហើយអ្នកគ្នាចាហើយនេះគឺគាត់កំពុងតែធ្វើមកឈឺឲ្យអញ្ចឹងណាមាន strawberry រុំអីទៅគឺតំណងមែនតើអ្នកគ្នាអាចមកសាកបានគឺនៅ Walk Street យើងនេះហើយអ្នកគ្នាខ្ញុំដាក់TikTok គាត់នៅលើនឹងឲ្យសម្រាប់អ្នកគ្នាអាចសួរព័ត៌មានពីគាត់បន្ថែមឲ្យបានអញ្ចឹងណាដល់នេះវិញមិនដឹងគេហៅគេអ្នកគ្នាដូចនំគ្រីមិនទេអ្នកគ្នាមកបានញ៉ាំអាហ្នឹងទេតែមកខ្ញុំថាឆ្ងាញ់អ្នកគ្នាមកសាកខ្លួនឯងខ្ញុំមិនដឹងឲ្យបានញ៉ាំទេអាហ្នឹងចាបន្ទាប់ហើយយើងធ្វើការដើរទៅវិញដល់គ្នាឥឡូវអ្នកគ្នាឃើញវារៀងរាំងភ្លៀងតែកន្លែងគេហ្នឹងគឺនិយាយទៅគឺមានលក់បែប accessory ក៏មានម្ហូបចំណីអីគឺថាអត់ខ្វះទេអ្នកគ្នាម៉ាត់ឆានេះអ្នកចូលចិត្តម៉ាត់ឆាអីមកហ្នឹងទៅតែមិនសូវចូលចិត្តទេអ្នកគ្នាឃើញថា affordable តែខ្ញុំមិនបានចូលទេដោយសារវាយកពេកអញ្ចឹងណាតែអ្នកគ្នាមិនសិនជាចង់ចូលទេគេអាចមកចូលបានឡើងណៃហ្មងអ្នកគ្នាគឺច្រើនមែនតើហ្មងតែពួកគាត់មកលេង Walk Street ចឹងណាពេលដែលរាំងភ្លៀងនោះគឺកាន់តែច្រើនទៀតចង់មកលេង Walk Street đâyគឺអាចមកលេងបានអ្នកគ្នានៅម្ដុំមាត់ទន្លេយើងនេះឯងចាឥឡូវធ្វើការដើរត្រឡប់ទៅផ្ទះវិញឯអ្នកគ្នាទៅគឺគេដាក់ភ្លើងអីចឹងណាពេលយប់អីចឹងទៅចាហ្នឹងហើយជិះតុកទៅវិញចឹងណាវីដេអូដើរលេង Walk Street របស់យើងដល់សែនរុករ៉ាក់នេះក៏ចប់តែប៉ុណ្្នឹងដែរណាអរគុណអ្នកទាំងគ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើសិនជាជួយចិត្តវីដេអូមួយនេះកុំភ្លេចជួយ like ហើយ support ខ្ញុំឲ្យបានច្រើនផងអ្នកទាំងគ្នាដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូជូនអ្នកគ្នាបន្តទៀតចឹងណាអូខេអរគុណ bye bye see you in my next video